បងប្អូនសូមស្វាគមន៍វត្តមានរបស់គណៈអធិបតីរបស់យើងសូមគោរពលោកអេបសរុននាយកសិក្សាធិការនៃមជ្ឈមណ្ឌលភាសាអង់គ្លេសអភិវឌ្ឍបញ្ញាជាទីគោរពសូមជម្រាបសួរគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូជាទីគោរពនិងបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយនឹងគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សានុសិស្សក្នុងកម្មវិធីចែកប័ណ្ណសរសើរដល់សិស្សដែលមានអាកប្បកិរិយាល្អសរសេរស្អាតនិងប្រធានថ្នាក់ឆ្នើមអបអរសាទរកម្មវិធីនេះបានបញ្ជាក់ថាសាលាយើងមិនផ្ដោតទៅលើតែលទ្ធផលសិក្សាផ្នែកភាសាអង់គ្លេសតែមួយមុខទេប៉ុន្តែយើងក៏យកចិត្តទុកទៅលើផ្នែកសិលធម៌វិន័យទំនួលខុសត្រូវនិងទម្លាប់ល្អនិងភាពជាអ្នកដឹកនាំរបស់សិស្សានុសិស្សទាំងអស់គ្នាយើងជឿជាក់ថាការអប់រំមានគុណភាពគឺផ្ដោតទៅលើទី1គុណភាពចំណេះដឹងទី2សមត្ថភាពទី3ចរិតលក្ខណៈល្អដើម្បីឲ្យសិស្សានុសិស្សអាចប្រឈមមុខនឹងអនាគតដោយមានភាពជឿជាក់និងមានទំនួលខុសត្រូវចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិអាកប្បកិរិយាល្អគឺជាផ្នែកដ៏សំខាន់មួយដែលសិស្សានុសិស្សមានចំណេះដឹងប៉ុន្តែបើខ្វះការគោរពខ្វះទំនួលខុសត្រូវនិងមិនអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួនបានពេញលេញឡើយអាកប្បកិរិយាល្អចាប់ផ្ដើមពីរឿងតូចដូចជាការចេះគោរពលោកគ្រូអ្នកគ្រូគោរពមាតាបិតាយកចិត្តទុកដាក់ទៅលើការរៀនសូត្រការស្ដាប់អ្នកដទៃនិងការនិយាយស្ដីបែបសុភាពរាបសារនិងគោរពវិន័យសិស្សដែលមានអាកប្បកិរិយាល្អមិនត្រឹមតែធ្វើឲ្យខ្លួនឯងទទួលបានការគោរពប៉ុណ្ណោះទេប៉ុន្តែយើងចូលរួមចំណែកបង្កើតបរិយាកាសសិក្សាឲ្យមានសុវត្ថិភាពនិងមានការគោរពគ្នាទៅវិញទៅមកដូច្នេះហើយសិស្សដែលទទួលបានសរសើរនៅថ្ងៃនេះបន្តរក្សាគុណភាពដ៏មានតម្លៃនេះឲ្យបានចប់លប់និងក្លាយជាគំរូល្អសម្រាប់មិត្តរួមថ្នាក់និងក្រៅថ្នាក់មួយវិញទៀតតកតងទៅនឹងការសរសេរស្អាតប្រហែលជាគ្នាយើងគិតថាការសរសេរស្អាតហ្នឹងវាជារឿងតូចតាចប៉ុន្តែវាបង្ហាញពីភាពម៉ត់ចត់បង្ហាញពីការយកចិត្តទុកដាក់ការអត់ធ្មត់និងមានសណ្ដាប់ធ្នាប់ក្នុងការងារយើងដែលគិតទេថាសុកយើងច្រាប់តែសរសេរស្អាតដោយអត់មានការយកចិត្តទុកដាក់វាមិនអាចទេដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តសិស្សសានុសិស្សទាំងអស់កុំឈប់វឹកហាត់ការសរសេរស្អាតវាជាជំនាញដ៏ល្អមួយដែលមិនកើតឡើងដោយចៃដន្យនោះទេវាកើតចេញពីការអនុវត្តជាប្រចាំនិងការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតនៃការសរសេរមួយវិញទៀតតកតងទៅនឹងប្រធានថ្នាក់ឆ្នើមសម្រាប់សិស្សដែលទទួលស្គាល់ថាជាប្រធានថ្នាក់ឆ្នើមនៅថើមទី33របស់យើងខ្ញុំសូមអបអរសាទរចំពោះបងប្អូនការធ្វើជាប្រធានថ្នាក់ឆ្នើមមិនគ្រាន់តែជាតួនាទីមួយដែលជួយគ្រូអ្នកគ្រូប៉ុណ្ណោះទេឬក៏វាមិនមែនគ្រាន់តែជាការជួយរៀបចំសកម្មភាពរៀនប៉ុណ្ណោះទេវាជាឱកាសមួយសម្រាប់បងប្អូនសិស្សានុសិស្សរៀនអំពីភាពជាអ្នកដឹកនាំអញ្ចឹងវាជាឱកាសមួយដ៏ត្រចះត្រចង់ដែលជួយពង្រឹងបងប្អូនតាំងពីតូចឲ្យមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួននឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍខ្លួនទៅជាអ្នកដឹកនាំល្អនៅថ្ងៃអនាគតចំពោះក្មួយដែលមិនបានទទួលបានសរសើរនៅថ្ងៃនេះ
សូមចងចាំថាបានសរសើរនេះមិនមែនជាចំណុចបញ្ចប់ទេថ្ងៃនេះវាអាចជារបស់ពួកគេថ្ងៃស្អែកវាអាចជារបស់ពួកយើងដូច្នេះហើយគឺយើងត្រូវតែប្រឹងអភិវឌ្ឍខ្លួនជាប្រចាំក្នុងឱកាសដ៏មានន័យនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូដែលយកចិត្តទុកដាក់ទៅលើកូនសិស្សគ្រប់រូបទាំងការបង្ហាត់បង្រៀនផ្នែកចំណេះដឹងអាកប្បកិរិយានិងសិលធម៌ក្នុងការរស់នៅទាំងក្នុងសង្គមជាតិក្នុងគ្រួសារនិងក្នុងថ្នាក់រៀន